ស្ត្រីម្នាក់ទើបទៅរៀបការថ្មីថ្មោងត្រូវបានធ្វើអធិគារនៅក្នុងព្រៃមួយដែលទ្រាំនឹងទរណកម្មរបស់ម្ដាយក្មេករបស់នាងមិនបានហើយវិញ្ញាណនាងនៅវិលវល់នៅក្នុងព្រៃនោះរឿងព្រៃបណ្ដាសាភូមិមួយនៅភ្នំដាច់ស្រយាលមួយនៅ Himachal Pradesh ជាកន្លែងដែលព្រៃជ្រៅលាតសន្ធឹងតាមបណ្ដោយផ្លូវដែលមានខ្យល់បក់វាប្រហែលជាម៉ោង11យប់ងងឹតសូន្យសូន្យខ្យល់ត្រជាក់បានចាប់ផ្ដើមបក់កាត់ដើមឈើរ៉ូហិតដែលជាអ្នកទេសចរមកពីទីក្រុងដេលហៃកំពុងតែត្រឡប់ទៅសន្តាគារវិញតាមរថយន្តរបស់គាត់ផ្លូវគ្មានយានជំនិះហាក់ដូចជាទទេគ្មានមនុស្សណាម្នាក់នៅតាមដងផ្លូវនោះទេរំពេចនោះកង់ឡានក្រោយរបស់គាត់បានផ្ទុះបែករ៉ូហិតឈប់ឡានហើយសេវាទូរស័ព្ទក៏មិនមានហើយគ្មានវិធីដើម្បីសុំជំនួយនោះទេគាត់គិតចង់បដូរសម្បកកង់ដោយខ្លួនឯងពេលចុះពីឡានភ្លាមគាត់បានដឹងថាមានអារម្មណ៍ថាមានខ្យល់នៅជុំវិញខ្លួនគាត់ធ្វើឲ្យគាត់ត្រជាក់ខ្លាំងខុសពីធម្មតាហើយមានសម្លេងខ្សឹបខ្សៀវចម្លែកនៅក្នុងចំណោមដើមឈើទាំងនោះហាក់ដូចជាមាននរណាម្នាក់កំពុងតែស្រែកហៅឈ្មោះរបស់គាត់យឺតរ៉ូហិតគាត់គិតថាប្រហែលជាគាត់អស់កម្លាំងហើយគាត់ក៏ទៅមើលសម្បកកង់វិញបន្ទាប់មកគាត់បានមើលទៅម្ខាងនៃផ្លូវឃើញស្ត្រីម្នាក់ស្លៀករ៉ូបពណ៌សកំពុងតែឈរនៅស្ងៀមរ៉ូហិតញាប់អើយ៉ាងខ្លាំងស្ត្រីនោះមើលទៅឃើញព្រាលប៉ុន្តែឃើញច្បាស់ជាងគេគឺនាងស្លៀករ៉ូបពណ៌សសក់វែងមានសភាពរញ៉េរញ៉ៃហើយមានស្នាមញញឹមដ៏ចម្លែកនៅមុខរបស់នាងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺកៅភ្នែករបស់នាងគឺឡើងជាពណ៌ក្រហមគាត់បានព្យាយាមថយក្រោយប៉ុន្តែបន្ទាប់មកគាត់ឃើញអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺជើងស្ត្រីម្នាក់នោះត្រូវក៏ឡាប់មកខាងមុខហើយក្រញាំជើងនៅខាងក្រោយគាត់នៅស្ងៀមទាំងស្រុងជើងរបស់គាត់កម្រើកមិនបានដោយសារតែភាពភ័យខ្លាចខ្លាំងពេកហើយបំពង់ករបស់គាត់ចាប់ផ្ដើមស្ងួតយ៉ាងខ្លាំងគាត់បានព្យាយាមចូលទៅក្នុងរថយន្តប៉ុន្តែដោយសារការភ័យស្លន់ស្លោធ្វើឲ្យគាត់ធ្លាក់សោដល់ដីពេលនោះគាត់ឃើញស្ត្រីនោះដើរមកយឺតមករកគាត់ប៉ុន្តែជំហានរបស់នាងគឺមិនបានធ្លាក់ដល់ដីនោះទេគឺនាងអណ្ដែតលើអាកាសគាត់មិនអាចនិយាយអ្វីបានមួយម៉ាត់សោះភ្នែករបស់គាត់ងងឹតទៅដោយភាពភ័យខ្លាចហើយគាត់បានស្លាប់នៅលើផ្លូវនោះតែម្ដងនៅព្រឹកបន្ទាប់នៅពេលដែលរ៉ូហិតនៅខ្លួនឡើងវិញគាត់បានឃើញគាត់កំពុងតែដេកនៅក្នុងទីធ្លានៃប្រាសាទចាស់មួយមានមនុស្សអង្គុយនៅជុំវិញកំពុងតែសូត្រមន្តអាចារ្យមួយឲ្យទឹកគាត់ផឹកហើយពោលថាអ្នកពិតជាមានសំណាងណាស់ប្រសិនបើយើងមិនបាននាំអ្នកមកទីនេះទាន់ពេលទេព្រលឹងរបស់អ្នកក៏នឹងត្រូវជាប់គាំងនៅក្នុងព្រៃនោះដែរតើស្ត្រីនោះជានរណារ៉ូហិតសួរដោយសំឡេងញ័រអាចារ្យម្នាក់នោះបាននិយាយយ៉ាងម៉ឺងម៉ាត់ថាព្រៃនេះគឺជាជម្រកនៃព្រលឹងចាស់មួយកាលពី100ឆ្នាំមុនស្ត្រីទើបតែរៀបការថ្មីថ្មោងម្នាក់បានធ្វើអធិគារនៅទីនេះដែលត្រូវធ្វើទរណកម្មដោយម្ដាយក្មេករបស់នាងចាប់ពីពេលនោះមកវិញ្ញាណរបស់នាងក៏វង្វេងនៅក្នុងរ៉ូបពណ៌សអូអ្នកណាដែលនៅតាមផ្លូវនោះនៅពេលយប់នៅពេលដែលលោករ៉ូហិតសាកសួរបន្ថែមពីលោកអាចារ្យនៃប្រាសាទនោះបានរកឃើញថាមនុស្សជាច្រើននៅក្នុងតំបន់នោះបានបាត់ខ្លួនភ្លាមហើយរថយន្តរបស់ពួកគេត្រូវបានគេរកឃើញជាញឹកញាប់នៅលើផ្លូវនោះដូចគ្នាហើយអ្នកណាដែលរស់ជីវិតដោយរបៀបណាក៏រស់នៅក្នុងយប់នោះអស់មួយជីវិតរបស់រ៉ូហិតបានផ្លាស់ប្ដូរបន្ទាប់ពីឧបទ្ទហេតុនោះរ៉ូហិតឈប់ទៅលេងនៅផ្លូវនោះជារៀងរហូតគាត់មិនដែលធ្វើដំណើរនៅពេលយប់ទេមិត្តភ័ក្តិរបស់គាត់និយាយថាសូម្បីតែនៅពេលថ្ងៃពេលស្ត្រីស្លៀកពាក់សមកមុខគាត់ក៏គាត់បែកញើសភ័យខ្លាចដែរពួកគេនិយាយថាមានការភ័យខ្លាចមួយចំនួនដែលមិនថិតថេរនៅមួយជីវិតអត្ថប្រយោជន៍នៃរឿងនេះបទពិសោធន៍នៃការរំភើបនិងការភ័យខ្លាចអ្នកបានស្ដាប់អត្ថបទនេះនឹងទទួលបានអារម្មណ៍ភ័យរន្ធត់និងស្មានមិនដល់ក្នុងអំឡុងពេលស្ដាប់ដែលជាការរីករាយសម្រាប់អ្នកដែលចូលចិត្តភ័យរន្ធត់សារដែលគួរប្រុងប្រយ័ត្នរឿងនេះបង្រៀនថាការធ្វើដំណើរនៅពេលយប់នៅលើផ្លូវដែលអ្នកមិនស្គាល់គួរជៀសវាងជាពិសេសគឺតំបន់ភ្នំនិងព្រៃរឿងនេះបកស្រាយអំពីវិញ្ញាណនិងអាថ៌កំបាំងដែលមាននៅក្នុងវប្បធម៌និងជំនឿនៅប្រជាជនឥណ្ឌា